Question number 8 he blank his homework yet មានន័យថាគាត់មិនទាន់បញ្ចប់កិច្ចការផ្ទះរបស់គាត់នៅឡើយទេចឹងយើងមើលចម្លើយ A didn't finish B hasn't finished C doesn't finish D haven't finished so which one is correct answer នៅក្នុងនេះយើងមើលពាក្យ yet yet ជាសញ្ញាសម្គាល់របស់ present perfect នៅក្នុងប្រយោគបដិសេធនិងសំណួរតាមរូបមន្ត subject plus have has plus not plus past participle ឬក៏ហៅថា verb 3 នឹងអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ letter B hasn't finished ហើយអ្វីជំរឿផ្សេងខុសហើយយើងមើល letter A didn't finish didn't plus verb 1ប្រើសម្រាប់ past simple សកម្មភាពកើតឡើងនិងបញ្ចប់នៅអតីតកាលអញ្ចឹងប្រយោគនេះមាន yet ដែលជាទូទៅប្រើជាមួយ present perfect ឥឡូវយើងមើល letter C doesn't finish ឡើយនេះជាទម្រង់ present simple ប្រើសម្រាប់ទម្លាប់ឬការពិតទូទៅ letter D haven't finished កន្លែងនេះ he ជា third person singular ដូច្នេះត្រូវប្រើ hasn't មិនមែន haven't ទេអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ letter B hasn't finished ឥឡូវយើងកែទាំងអស់គ្នា he hasn't finished his homework yet